ជំរាបសួរសួស្តីបងប្អូនមករយៈនេះមកតាខ្មៅញឹកមានអារម្មណ៍ថាខ្លួនឯងដូចចង់រើផ្ទះនៅតាខ្មៅវិញមែនទេនេះខ្លួននៅតាខ្មៅសម្បូរកន្លែងលក់របស់ញ៉ាំអីហើយសុទ្ធតែឆ្ងាញ់ទៀតដូចប្រហិតផ្ទះចាស់នេះអញ្ចឹងខ្ញុំអាចនិយាយបានថាប្រហិតផ្ទះចាស់នេះមានលក្ខណៈពិសេសលើសពីកន្លែងលក់ប្រហិតធម្មតាព្រោះនៅទីនេះមានសំណង់ផ្ទះចាស់ដែលសល់ពីសម័យមុនពុំព័ទ្ធដោយដើមឈើធម្មជាតិនិយាយទៅត្រជាក់ហ្មងពេលយើងចូលមកដល់និយាយទៅបរិយាកាសល្អហ្មងសំខាន់នៅកណ្ដាលក្រុងតាខ្មៅណានៅចិត្តវងមូតាខ្មៅហ្មងនៅពេលដែលយើងជិះមកពីភ្នំពេញគ្រាន់តែបត់ស្ដាំទៅផ្លូវជាតិលេខ2មើលខាងស្ដាំដៃទៅមកបន្តិចឃើញហើយបើនិយាយពីការជៀនប្រហិតវិញខ្ញុំទៅឈរមើលគាត់ខ្ញុំសូមសរសើរបងប្រុសស្មោះត្រង់ហ្មងព្រោះពេលដែលគាត់ជៀនហ្នឹងគាត់ផ្ចិតផ្ចង់ណាហើយសំខាន់អនាម័យល្អទៀតសម្រាប់ប្រហិតវិញមានច្រើនមុខច្រើនបែបមានប្រហិតខ្លះថ្មីហ្មងសម្រាប់ខ្ញុំដល់ពេលមានប្រហិតថ្មីប្លែកច្រើនណាសូម្បីតែកំងក៏សប្បាយដែរសម្រាប់ខ្ញុំកំងប្រហិតបន្លែប្រហិតចម្រោះសម្រាប់មុខនេះថ្មីសម្រាប់ខ្ញុំហ្មងសៀវម៉ាយបំពងហើយសម្រាប់ចាននេះក៏ប្លែកដែរឈ្មោះគេប្រហិត3ប្រភេទហើយរបស់ដែលខ្ញុំចូលចិត្តជាងគេគឺនំប៉័ងប្រហិតថៃនេះហើយនិយាយពីប្រហិតបន្លែនៅកន្លែងគាត់ឆ្ងាញ់ហ្មងអាប្រហិតថៃយកមកបៀកមួយនៅបន្លែហ្នឹងស្វិតឆ្ងាញ់ហ្មងលេខ1ហ្មងស្ដេចគូមួយប្រហិតថៃហ្នឹងជាតិបើប្រហិតមួយនេះវិញថ្មីប្លែកហ្មងប្រហិតរុំបំបុកពេលញ៉ាំទៅសាច់ប្រហិតមានជាតិហើយញ៉ាំទៅប៉ះបំបុកស្រួយអូឆ្ងាញ់ហើយខ្ញុំក៏ជាប់ចិត្តខ្លាំងជាមួយនឹងសៀវម៉ាយបំពងហ្នឹងដែរពេលដែលយើងញ៉ាំយើងជ្រលក់មួយទឹកសៀវម្ទេសហឹលអូឆ្ងាញ់តែបើនិយាយទៅសៀវម៉ាយគាត់ឆ្ងាញ់ហ្មងណាពេលដែលខ្ញុំញ៉ាំអត់ជ្រលក់ទឹកសៀវក៏ឆ្ងាញ់ដែរណាហើយនិយាយពីអានំប៉័ងផាត់ថៃនេះវិញគាត់ពងមកស្រួយខាងក្រៅទន់ខាងក្នុងអើយឆ្ងាញ់ហើយសម្រាប់ផាត់សាច់គោបំពងម្សៅនេះក៏ឆ្ងាញ់និយាយចុះនិយាយឡើងទៅដូចឆ្ងាញ់គ្រប់មុខវិញក៏អាចថាបានមកពីខ្ញុំចូលចិត្តផាត់ជាងក៏ថាបានដែរព្រោះតាំងពីក្មេងរហូតដល់អាយុប៉ុណ្នេះខ្ញុំចូលចិត្តផាត់ជាងខ្លាំងព្រោះពេលខ្លះសឹងតែញ៉ាំផាត់ជាងអត់ញ៉ាំបាយហ្មងអញ្ចឹងសម្រាប់វីដេអូនេះមានប៉ុណ្្នឹងហើយសម្រាប់ទីតាំងច្បាស់លាស់ចាំខ្ញុំដាក់ Google Map ជូនសូមជម្រាបលាបាយបាយ